ហាងលក់ផ្លែឈើដែលបងជីដូនមួយទើបតែបើកថ្មីលក់មិនសូវដាច់សោះដើម្បីជួយគាត់ខ្ញុំបានទិញផ្លែឈើពីហាងគាត់មកធ្វើជាបង្អែមផ្លែឈើលក់មួយប្រអប់ចំណុះ750មីលីលីត្រលក់ក្នុងតម្លៃ25ត្រឹមតែមួយខែខ្ញុំលក់តាមអនឡាញបាន3000ប្រអប់នឹកស្មានមិនដល់ថាពេលបងជីដូនមួយឃើញខ្ញុំលក់ដាច់គាត់ក៏ចំណែនហើយថែមទាំងថែខ្ញុំទៀតអញចិត្តខ្មៅម្លេះផ្លែឈើខ្ញុំ1គីឡូតែប៉ុន្មានយន់សោះអញបែរជាលក់ឲ្យភ្ញៀវមួយប្រអប់25យើងធំដឹងក្តីជាមួយគ្នាអញចំណេញលុយពីខ្ញុំច្រើនម្លេះមិនខ្លាចរន្ទះបាញ់ទេអីចាប់ពីថ្ងៃនេះទៅផ្លែឈើផ្ទះខ្ញុំលែងលក់ឲ្យអញទៀតហើយលែងមានអ្នកណាព្រមខាតដើមលក់ឲ្យអញទៀតហើយចាំមើលអញរកលុយតាមណាទៀតពេលឃើញសារនេះខ្ញុំក៏សាច់ចេញមកភ្លាមបើអញ្ចឹងមែនខ្ញុំបើកហាងលក់ផ្លែឈើខ្លួនឯងតែម្ដងទៅពេលកំពុងហាន់ផ្លែឈើឡើងចុកដៃម៉ាក់ខ្ញុំក៏ហៅខ្ញុំឲ្យប្រញាប់មើលគ្រប់ឆាតគ្រួសារខ្ញុំទើបតែចុចចូលសាររបស់បងជីដូនមួយក៏លោតមកប្រងព្រាតស៊ូម៉ូអញកុំធ្វើពុតជាមើលមិនឃើញអញកំពុងតែភ័យមែនទេពេលអញចំណេញលុយពីខ្ញុំអញនិយាយច្រើនណាស់ឥឡូវមិនក៏មិនហ៊ានមាត់មួយម៉ាត់អញ្ចឹងពួកឯងមានការយល់ច្រឡំអីមែនទេស៊ូម៉ូជាក្មេងស្លូតបូតណាស់ទោះចំណេញលុយអ្នកណាក៏ដោយក៏មិនចំណេញលុយបងប្អូនឯងដែរពួកឯងមានអីនិយាយគ្នាស្រួលបួទៅកុំឲ្យខូចមនោសញ្ចិតណាបងប្អូនឃើញអ្នកគ្រប់គ្នានិយាយកាន់ជើងខ្ញុំបងជីដូនមួយកាន់តែខឹងក៏ផ្ញើសារជាសម្លេងមកតែម្ដងអ្នកណាយកច្រឡំបើគុំតែថ្ងៃនេះខ្ញុំយកផ្លែឈើទៅឲ្យវាផ្ទាល់ក៏មិនដឹងថាវាបោកប្រាស់បងប្រុសម្នាក់នេះដែរមិនឆ្ងល់ទេថ្មីនេះវាដូរទូរស័ព្ទថ្មីហើយដូរផ្ទះថ្មីទៀតសុទ្ធតែលុយចំណេញពីខ្ញុំនឹងឯងខ្ញុំខំក្រោកពីព្រលឹមតូចប្រឡប់រកលុយបានបន្តិចបន្តួចវាវិញស្រួលណាស់ផ្លែឈើមួយប្រអប់ថែមទឹកដោះគោជូរបន្តិចសោះហ៊ានលក់ដល់ទៅ25យន់មានអ្នកណាធ្វើច្រិតអញ្ចឹងទេពេលគាត់និយាយបែបនេះក្នុងគ្រប់ក៏ប្រែប្រួលភ្លាមស៊ូម៉ូឯងធ្វើបែបនេះមិនត្រូវទេបងឯងសុកចិត្តខាតលុយដើម្បីគ្រប់គ្រងមុខរបរឯងចំណេញច្រើនម្ល៉េះចែកគាត់ខ្លះទៅយើងសុទ្ធតែជាសាច់ញាតិនឹងគ្នាអំប្រុសក៏ចាប់ផ្ដើមចេញមុខការពីកូនប្រុសគាត់ដែរសៀវយានផ្ទះខ្ញុំតាំងពីតូចមកតែងតែមានធម៌មេត្តាគិតថាសុទ្ធតែសាច់ញាតិជួយបានក៏ជួយទៅតែស៊ូម៉ូក្មេងនេះរៀងអាត្មានិយមបន្តិចហើយធ្វើឲ្យសៀវយានខូចចិត្តខ្លាំងណាស់ខឹងពេញមួយរសៀលស្ដាប់សម្ដីនេះហើយខ្ញុំខឹងតតែសាច់ចេញមកតែដោយសារគិតថាសុទ្ធតែជាសាច់ញាតិខ្ញុំក៏ខំអត់ធ្មត់ពន្យល់បងប្រុសបាយអាចញ៉ាំផ្ដេសផ្ដាស់បានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាស់ទេមិនហៅថាខ្ញុំចំណេញលុយបងផ្លែឈើបងខ្ញុំឲ្យលុយមិនខ្វះ1សេនទេមិនមែនយកទេណាម្យ៉ាងទៀតថ្លៃឈ្នួលហាងទឹកភ្លើងប្រាក់ខែបុគ្គលិកមួយណាមិនចំណាយលុយបើតាមសម្ដីបងអ្នកដាំបន្លែលក់បន្លែឲ្យភោជនីយដ្ឋានធ្វើម្ហូបលក់ចេញតើត្រូវតែចែកលុយចំណេញឲ្យអ្នកដាំបន្លែដែរមែនទេខ្ញុំស្មានថាសម្ដីនេះអាចធ្វើឲ្យបងជីដូនមួយតគំនិតនឹកស្មានមិនដល់ថាគាត់កាន់តែខឹងឯងនិយាយបែបនេះពិតជាគ្មានមន្តសការមែនខ្ញុំដើម្បីជួយឯងឲ្យសុទ្ធតែអីវ៉ាន់ស្រស់បំផុតថ្លៃឡានដឹកអីវ៉ាន់ថ្លៃលើកដាក់សុទ្ធតែជាដើមទុនឯងនិយាយតែប៉ុន្មានម៉ាត់ក៏លុបបំបាត់គុណបំណាច់ខ្ញុំអស់រលីងឯងមុនពេលស្លាប់បានផ្ដាំឲ្យខ្ញុំមើលថែនឹកស្មានមិនដល់ថាបានត្រឡប់មកវិញនៅមនុស្សរមិលគុណដូចឯងសោះគាត់ហ៊ានទាំងលើកយកប៉ាខ្ញុំដែលស្លាប់10ឆ្នាំហើយមកនិយាយទៀតពេលនេះខ្ញុំក៏លែងយកយកដែរក៏ទម្លាក់រូបប៉ុន្មានសន្លឹកចូលក្នុងគ្រប់តែម្ដងសុទ្ធតែជារូបវិក័យបាត់ទិញអីវ៉ាន់និងប្រវត្តិទូទាត់ប្រាក់នៅហាងគាត់ហើយនឹងរូបថតអេក្រង់តារាងតម្លៃផ្លែឈើប្រចាំថ្ងៃដែលមិត្តភក្តិខ្ញុំចៃដន្យឲ្យឃើញក្នុងក្រុមអតិថិជនហាងគាត់ក្នុងក្រុមក៏ស្ងាត់ជ្រុងភ្លាមបងប្រុសបងថាឲ្យខ្ញុំក្នុងតម្លៃខាតដើមតែខ្ញុំឃើញក្នុងក្រុមអតិថិជនបងតម្លៃបោះដុំឲ្យមួយផ្សេងគឺប៉ោម 2.3 យ៉ន1គីឡូចេក 2.8 យ៉ន1គីឡូថោកជាងឲ្យខ្ញុំប៉ុន្មានកាក់ទៀតបងថាថ្លៃឡានថ្លៃលើកដាក់ជាដើមទុនវាមិនខុសទេតែបងយកអីវ៉ាន់មកមិនមែនសម្រាប់តែខ្ញុំម្នាក់ឯងណាហើយខ្ញុំក៏មិនដែលឲ្យបងដឹកមកឲ្យដែរគឺបុគ្គលិកទៅយកខ្លួនឯងមិនក៏ដល់មាត់បងខ្លាចជាការរកស៊ីខាតដើមទៅវិញខ្ញុំក៏ផ្ញើរូបថតអេក្រង់តារាងកិននីដើមទុនហាងទៀតដកថ្លៃដើមនិងថ្លៃកាត់កុងផ្សេងចេញបង្អែមផ្លែឈើខ្ញុំមួយប្រអប់ចំណេញបានតែ3យ៉នជាងប៉ុណ្ណោះទោះយ៉ាងណាពេលខ្ញុំរៀបនឹងបន្តបញ្ចេញមកទៀតម៉ាក់ខ្ញុំក៏ខាត់ខ្ញុំស៊ូម៉ូអនុគ្រោះបានក៏អនុគ្រោះទៅបងជីដូនមួយឯងប្រហែលជាឃើញឯងរកលុយបានក៏ចំណែនទៅតូចចិត្តរករឿងបន្តិចបន្តួចឯងក៏បានពន្យល់ច្បាស់ហើយកុំឲ្យបែកបាក់មុខរាប់គ្នាអីយ៉ាងណាមិញបំណងប្រាថ្នារបស់ប៉ាឯងគឺសង្ឃឹមថាគ្រួសារយើងមានភាពសុខដុមរមនាសាច់ញាតិចេះស្រឡាញ់រាប់អានគ្នាតាមពិតខ្ញុំដឹងតាំងពីយូរហើយថាផ្លែឈើដែលសៀវយានលក់ឲ្យខ្ញុំមិនមែនជាតម្លៃថោកបំផុតទេតែខ្ញុំមិនដែលនិយាយអ្វីច្រើនទេព្រោះនៅឃើញដល់ពេលប៉ាខ្ញុំស្លាប់គ្រួសារបងជីដូនមួយធ្លាប់ជួយពួកយើងកាលនោះប៉ាមានជំងឺកង់បេះដូងភ្លាមត្រូវការលុយ50000យ៉នសម្រាប់ថ្លៃវះកាត់គ្រួសារខ្ញុំគ្មានលុយទេមានតែអ៊ំប្រុសទេដែលយកប្រាក់សន្សំទាំងអស់មកជួយទោះបីជាចុងក្រោយប៉ាខ្ញុំបានស្លាប់ទៅក៏ដោយតែខ្ញុំនៅតែចងចាំគុណនេះជានិច្ចពេលនេះបានស្ដាប់សម្ដីម៉ាក់ខ្ញុំហើយខ្ញុំក៏លួងលោមខ្លួនឯងប្រហែលជាបងជីដូនមួយរកស៊ីលើកដំបូងខាត់លុយអស់ច្រើនឃើញខ្ញុំរកស៊ីដាច់ទើបឆេវឆាវនិយាយផ្ដេសផ្ដាសក្នុងគ្រប់បែបនេះពេលនេះបងជីដូនមួយមិនបានតបទេប្រហែលជាដឹងថាខ្លួនឯងឆេវឆាវខ្មាស់អៀនមិនហ៊ានប្រឈមមុខនឹងខ្ញុំទេប៉ុន្តែពេលខ្ញុំរៀបនឹងមិនប្រកាន់ខឹងថ្ងៃបន្ទាប់បើកហាងធម្មតាសៀវចាំងដែលជាអ្នកយកអីវ៉ាន់ក៏ទេមកបងមកទីនេះបន្តិចមកបងជីដូនមួយបងនិយាយថាផ្លែឈើនេះសុកចិត្តទុកឲ្យរលួយក៏មិនលក់ឲ្យពួកយើងដែរតែថ្ងៃនេះយើងមានការបញ្ជាទិញ500ប្រអប់ទៀតគ្មានផ្លែឈើធ្វើមិនទៅពេលនេះទៅទិញផ្លែឈើទៀតមិនត្រឹមតែខាត់ពេលទេតម្លៃច្បាស់ជាឡើងខ្ញុំប្រញាប់លួងលោមសៀវចាំងកុំឲ្យប្រញាប់រួចក៏ប្រញាប់ទៅហាងគ្រាន់តែចូលដល់ទ្វារខ្ញុំក៏ស្វាគមន៍បងជីដូនមួយយ៉ាងរាក់ទាក់តែគាត់មិនងើបមុខសោះខ្ញុំបានត្រឹមតែបន្ទន់សម្លេងបងរឿងម្សិលមិញខ្ញុំបានពន្យល់ច្បាស់ហើយនៅមិនទាន់បាត់ខឹងទៀតតែបងជីដូនមួយបែរជាធ្វើមុខមិនខ្វល់នេះមិនមែនជាថៅកែធំស៊ឺទេខ្ញុំមិនហ៊ានប្រកួតប្រជែងជាមួយអញទេខ្ញុំរកស៊ីតូចតាចមិនអាចផ្គត់ផ្គង់ឲ្យអាជីវករធំបែបនេះទេអញប្រញាប់ទៅរកអ្នកផ្គត់ផ្គង់ផ្សេងទៅផ្លែឈើនេះទោះបីខ្ញុំបោះចោលរលួយក៏មិនឲ្យអញដែរគ្រាន់តែនិយាយចប់ខ្ញុំក៏អស់ការអត់ធ្មត់ភ្លាម
ស៊ឺយៀនឯងច្បាស់ជាចង់មករករឿងខ្ញុំហើយឯងដឹងច្បាស់ថាថ្ងៃនេះខ្ញុំទទួលការបញ្ជាទិញធំពេលនេះស្រាប់តែប្រាប់ថាមិនផ្គត់ផ្គង់បើមិនមែនតាំងចិត្តមករករឿងខ្ញុំតាជាអ្វីខ្ញុំបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនគេហើយបើពន្យាពេលប្រកូលទំនិញគឺត្រូវសងជំងឺចិត្តកាលពីមុនហាងឯងរកស៊ីមិនដាច់ខ្ញុំមិននិយាយច្រើនទេផ្ដាច់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ដែលធ្លាប់សហការគ្នាហើយមកយកអីវ៉ាន់ពីឯងលទ្ធផលពេលនេះមិនទាន់និយាយចប់ផងស៊ឺយៀនក៏លើកដៃកាត់សម្ដីខ្ញុំដោយមិនអត់ធ្មត់បានហើយខ្ញុំយល់ហើយឯងមកទីនេះដើម្បីយកមកបង្ខំឲ្យខ្ញុំដឹងគុណឯងមែនទេកាលពីមុនខ្ញុំអង្វរឯងឲ្យមកយកអីវ៉ាន់ពីផ្ទះខ្ញុំមែនទេច្បាស់ជាឯងខ្លួនឯងទេដែលជាអ្នកស្នើឡើងស៊ឺម៉ូខ្ញុំក៏ខ្ជិលនិយាយច្រើនជាមួយឯងដែរចាប់ពីថ្ងៃនេះទៅការសហការរបស់យើងត្រូវបញ្ចប់ទៅថ្ងៃមុខទោះបីផ្លែឈើពេញផ្ទះខ្ញុំរលួយអស់ទោះបីឯងយកមាសមកក៏ខ្ញុំមិនលក់ឲ្យឯងដែរខ្ញុំក៏ខឹងដែរស្ទើរតែចង់វាយគាត់ប៉ុន្មានដៃភ្លាមតែមិនទាន់បានហាមាត់ផងស៊ីវចាំងដែលនៅក្បែរក៏ប្រញាប់និយាយលោកឯងមានសិលធម៌ខ្លះទេចង់បញ្ចប់ការសហការមិនប្រាប់មុនព្រឹកនេះស្រាប់តែធ្វើបែបនេះតើពួកយើងត្រូវដោះស្រាយជាមួយអតិថិជនយ៉ាងម៉េចជំងឺចិត្តនេះគឺត្រូវសង5ដងសងលុយប៉ុន្មានមានពាក់ព័ន្ធអីជាមួយខ្ញុំពេលពួកឯងរកលុយបានមិននឹកឃើញចែកខ្ញុំខ្លះនិយាយចប់គាត់ស្រាប់តែនឹកឃើញអ្វីម្យ៉ាងទឹកមុខក៏ស្រទន់បន្តិចអូខេអ្នកណាប្រើឲ្យពួកយើងជាបងប្អូននឹងគ្នាខ្ញុំអាចមើលឯងខាត់លុយទាំងស្រស់បានយ៉ាងម៉េចយកអញចេះចុះឯងឲ្យលុយខ្ញុំទ្វេដងនៃតម្លៃបញ្ជីទិញម្សិលមិញផ្លែឈើមួយវគ្គនេះខ្ញុំឲ្យឯងយកទៅស៊ឺម៉ូឯងជ្រើសរើសខ្លួនឯងទៅសុកចិត្តសងជំងឺចិត្ត5ដងឬក៏ចំណាយលុយទិញអីវ៉ាន់ទ្វេដងឯងធ្វើខ្លួននឹងធ្វើការបែបនេះរវាងពួកយើងគឺពិតជាគ្មានផ្លូវថយក្រោយទៀតទេឯងប្រកាសទេស៊ឺយៀនសើចចំអកប្រកាសណាស់ឯងកុំគិតថាខ្ញុំគ្មានឯងហាងនេះមិនអាចបន្តទៅមុខបានខ្ញុំឲ្យឯងមើលឲ្យច្បាស់ថាតើអ្វីទៅជាសមត្ថភាពពិតប្រាកដពេលនោះដែលឡានដឹកផ្លែឈើមួយគ្រឿងហើយមួយគ្រឿងទៀតបានឈប់នៅមុខហាងបងជីដូនមួយបរិមាណអីវ៉ាន់នេះច្រើនជាងធម្មតាដល់ទៅ1ដងខ្ញុំឆ្ងល់ក្នុងចិត្តណាស់គាត់មិនព្រមឲ្យអីវ៉ាន់ខ្ញុំបែរជាយកផ្លែឈើមកច្រើនជាងធម្មតាតែចង់ធ្វើអ្វីឲ្យប្រាកដតែខ្ញុំគ្មានអារម្មណ៍គិតរឿងទាំងនេះទេព្រោះការបញ្ជាទិញ500ប្រអប់នោះនៅរងចាំប្រគល់ឲ្យគេនិយាយតាមត្រង់ស៊ឺយៀនមើលស្រាវខ្សែរយៈខ្ញុំពេកហើយរាល់ថ្ងៃអ្នកផ្គត់ផ្គង់ដែលចង់សហការជាមួយខ្ញុំមិនតិចទេខ្ញុំគ្រាន់តែទេប៉ុន្មានដងក៏ប្រមូលបានប្រភេទផ្លែឈើដែលត្រូវការគ្រប់ចំនួនការរកស៊ីមួយនេះចប់ផ្លែឈើដែលទើបនឹងទិញក្នុងហាងក៏លក់ចិត្តអស់ដែរខ្ញុំក៏បិទទ្វារហាងគិតថានឹងសម្រាប់បន្តិចប៉ុន្តែគ្រាន់តែបើកមើល WeChat Moments ក៏ឃើញស៊ឺយៀនផុសសារថ្មីផ្លែឈើស្រស់ថ្មីមួយប្រអប់ 18.8 យ៉ន 1100 មីលីលីត្ររីករាយជាមួយចំណែកធំការផ្ដល់ជូនពិសេសមកដល់ហើយសេរផុសនេះមកទិញនៅហាងនឹងទទួលបានក្រូចឃ្វិចកន្លះគីឡូមិនចម្លែកទេដែលថ្ងៃនេះគាត់យកផ្លែឈើមកច្រើនម្លេះតាមពិតគឺមានគំនិតអាត្មានិយមចង់ដណ្ដើមមួយខ្ញុំម៉ាក់ខ្ញុំក៏បានឃើញផុសនេះដែរគាត់រៀងភ័យបន្តិចតើគាត់ចង់ធ្វើអ្វីនឹងច្បាស់ជាចង់ដណ្ដើមមួយយើងហើយហ៊ានលក់មួយប្រអប់ 18.8 យ៉នថែមទាំងចំណែកធំ 1100 មីលីលីត្រទៀតបើអញ្ចឹងមែនអ្នកទាំងអស់គ្នាច្បាស់ជារត់ទៅហាងគាត់អស់ហើយស៊ីវចាំងក៏ចាប់ផ្ដើមភ័យដែរ 18.8 យ៉នតើនៅសល់ប្រាក់ចំណេញអ្វីទៀតគាត់គ្រាន់តែពឹងផ្អែកលើហាងផ្លែឈើខ្លួនឯងដាំទុនទាបទើបអាចលក់បែបនេះបាននេះច្បាស់ណាស់ថាចង់ប្រកួតជាមួយយើងដល់ទីបញ្ចប់ដើម្បីបំផ្លាញហាងយើងឲ្យខ្ទេចស៊ីវចាំងនិយាយត្រូវហើយសកម្មភាពរបស់គាត់មិនមែនដើម្បីរកលុយទេគឺដើម្បីបំផ្លាញខ្ញុំប៉ុន្តែមួយសន្ទុះខ្ញុំក៏នឹកមិនឃើញវិធីល្អអ្វីដែរក៏ធ្លាក់ក្នុងភាពស្ងៀមស្ងាត់ពេលនោះខ្ញុំបានឃើញផ្សារទំនើបលក់គ្រឿងសមុទ្រស្រស់ដែលបិទទ្វារនៅក្បែរនោះគំនិតមួយក៏លេចឡើងឃើញខ្ញុំសម្លឹងមើលទៅក្រៅបង្អួចដោយផ្លឹកម៉ាក់ខ្ញុំស្មានថាខ្ញុំរងការវាយប្រហារផ្លូវចិត្តកូនកុំខ្លាចអីមានម៉ាក់នៅទីនេះតើកូនគិតថាយើងគួរធ្វើអ្វីបន្តទៀតម៉ាក់នឹងសហការជាមួយកូនអស់ពីសមត្ថភាពស៊ីវចាំងនិងបុគ្គលិកនៅពីក្រោយក៏ក្តាប់កណ្ដាប់ដៃយ៉ាងណែនបាទបងស៊ូបងមានគំនិតអ្វីនិយាយមកតើយើងគួរធ្វើអ្វីឥឡូវនេះបងចង្អុលទៅណាយើងវីទៅនឹងខ្ញុំមានការរំជួលចិត្តភ្លាមហើយក៏ប្រាប់ពីផែនការរបស់ខ្ញុំបិទហាងចាស់បើកហាងថ្មីបន្ទាប់មកខ្ញុំបានទៅរកថៅកែផ្សារទំនើបលក់គ្រឿងសមុទ្រស្រស់នៅក្បែរនោះដើម្បីនិយាយរឿងជួលហាងដំណើរការទាំងមូលរលូនយ៉ាងចម្លែកមិនដល់2ម៉ោងផងខ្ញុំក៏បានសម្រេចកិច្ចសន្យាជាមួយម្ចាស់ផ្ទះហើយចុះហត្ថលេខាធ្នើទូទឹកកកនិងសម្ភារៈផ្សេងនៅក្នុងហាងមានគ្រប់គ្រាន់ខ្ញុំគ្រាន់តែរកក្រុមហ៊ុនបោះដុំផ្លែឈើដែលគួរឲ្យទុកចិត្តដើម្បីចរចាតម្លៃផ្គត់ផ្គង់គឺបានហើយពិតណាស់ឲ្យតែមានលុយ2ម៉ោងអាចបើកហាងផ្លែឈើថ្មីមួយបានតាមពិតខ្ញុំធ្វើបែបនេះមិនមែនដើម្បីតែប្រឆាំងនឹងស៊ូយៀនទាំងស្រុងនោះទេខ្ញុំធ្វើបង្អែមផ្លែឈើត្រូវការផ្លែឈើស្រស់ជាច្រើនជាជាងពឹងផ្អែកលើអ្នកដទៃផ្គត់ផ្គង់ស៊ូបើកហាងផ្លែឈើខ្លួនឯងល្អចៃដល់អីថ្លៃឈ្នួលហាងបច្ចុប្បន្នរបស់ខ្ញុំនឹងផុតកំណត់នៅខែក្រោយដល់ពេលនោះបដូរទៅហាងថ្មីតែម្ដងចំណេញទាំងការលំបាកក្នុងការតុបតែងហាងចំណែកខាងស៊ូយៀនវិញសកម្មភាពក៏លឿនគួរឲ្យភ្ញាក់ផ្អើលមិនប៉ុន្មានម៉ោងផងបង្អែមផ្លែឈើរបស់គាត់បានដាក់លក់លើកម្មវិធីដឹកជញ្ជូនធំគាត់ថែមទាំងបោះពុម្ពខិតបានផ្សព្វផ្សាយជាច្រើនថងធំជួលមនុស្សឲ្យចែកគ្រប់ទីកន្លែងក្រឡេកមើល WeChat Moments និង Kenny TikTok របស់គាត់វិញកាន់តែមានការផ្សព្វផ្សាយតម្លៃថោកយ៉ាងក្រឹកក្រែងពេញអេក្រង់សុទ្ធតែជាអត្ថបទនិងកម្មវិធីតាក់ទាញអតិថិជនហើយការបង្ហោះរបស់គាត់ក៏ប្រកាសសង្គ្រាមជាមួយខ្ញុំដោយចំអ្នកខ្លះចាស់ពោលថាបើចង់ឲ្យវិនិច្ឆ័យត្រូវតែឲ្យវាក្រអឺតក្រទុំសិនឯងពីមុនក្រអឺតក្រទុំពេកហើយថ្ងៃនេះអញត្រូវតែបង្រៀនឯងឲ្យស្គាល់រសជាតិមើលទៅសភាពនេះស៊ូយៀនគឺចង់វាបំបាក់ខ្ញុំឲ្យខ្ទេចទើបអស់ចិត្តគាត់ទម្លាក់តម្លៃយ៉ាងខ្លាំងមួយប្រអប់ថោកជាងខ្ញុំដល់ទៅ7យ៉នហើយកុំម៉ងថែមក្រូចឃ្វិចទៀតកុំថាឡើយអ្នកដទៃសំបីតែខ្ញុំក៏ទ្រាំមិនបានចង់កុំម៉ងមួយប្រអប់មកភ្លក់ដែរពិតណាស់ថ្ងៃបន្ទាប់ពេលអូសមើល Moments ក៏ឃើញស៊ូយៀនបង្ហោះពីទស្សនវិជ្ជានៃការកុំម៉ងយ៉ាងច្រើនសន្ធឹកសន្ធាប់
បងប្អូនឲ្យធ្វើមិនទាន់ទេធ្វើមិនទាន់ពិតមែនត្រឹមតែមួយថ្ងៃសោះការលក់លើកម្មវិធីដឹកជញ្ជូនរបស់គាត់បានបំបីកំណត់ត្រា1000ការកុម្ម៉ង់យល់ថាការកុម្ម៉ង់ទិញជាក្រុមនៅខាងក្រៅក៏ទទួលបានមិនតិចដែរស៊ូយៀនមានមោទនភាពយ៉ាងខ្លាំងយប់នោះក៏បង្ហោះរូបសញ្ញាឡាន Mercedes-Benz លើ Moments តែម្ដងមិនយូរប៉ុន្មានទេនឹងបានកាន់ចង្កូតឡាន Mercedes ហើយតាក់ទងនឹងរឿងខ្ញុំបិទហាងផ្អាកអាជីវកម្មក៏មានពាក្យចាំអារ៉ាមជាច្រើនសាយភីនៅជុំវិញមានអ្នកខ្លះថាខ្ញុំកំសាកខ្លាចត្រូវតម្លៃថោករបស់ស៊ូយៀនវីបំបាក់ទើបបិទហាងហើយក៏មានសាច់ញាតិធ្វើពុតជាមកទូនមានខ្ញុំដែរទៅវ៉ាន់ក្បាលសុំទោសបងជីដូនមួយឯងទៅឲ្យគេទុកផ្លូវរស់ឲ្យហាងនេះប្រហែលជានៅអាចបើកបន្តបានប៉ុន្តែពួកគេមិនដឹងទេខ្ញុំគ្រាន់តែមិនចង់ធ្វើដូចមនុស្សល្ងងទៅប្រកួតសង្គ្រាមពាណិជ្ជកម្មដែលមិនចំណេញជាមួយស៊ូយៀនប្រហែលជាឃើញខ្ញុំមិនបើកហាងមួយសប្តាហ៍ហើយល្ងាចថ្ងៃនេះស៊ូយៀនស្រាប់តែមកដល់ផ្ទះខ្ញុំតែម្ដងពេលចូលមកស៊ូយៀនកាន់បង្អែមផ្លែឈើប៉ុន្មានប្រអប់លើកបង្ហាញនៅមុខខ្ញុំដើម្បីអួតស៊ូម៉ូពីមុនអញពិតជាកោតសរសើរដែលឯងមានសមត្ថភាពស្មានថាបង្អែមផ្លែឈើនេះពិបាកធ្វើណាស់ទៅជាលទ្ធផលអញថានឹងធ្វើក៏ធ្វើបានមែនថែមទាំងលក់ដាច់ខ្លាំងទៀតឯងក៏ភ្លក់មើលទៅឃើញឯងមានសភាពអស់សង្ឃឹមបែបនេះអញពិតជារៀងមិនដាច់ចិត្តសោះបើមិនអញ្ចឹងទេឯងមកធ្វើការឲ្យអញនៅហាងអញទៅយ៉ាងម៉េចដែរពេលនេះខ្ញុំក៏សួរនៅចម្ងល់ក្នុងចិត្តស៊ូយៀនហេតុអ្វីបានជាឯងត្រូវធ្វើបែបនេះបើឯងធ្វើដើម្បីរកលុយហើយរៀនលក់បង្អែមផ្លែឈើដូចខ្ញុំយល់ច្បាស់ណាស់ប៉ុន្តែឯងសុកចិត្តមិនចំណេញក៏ត្រូវតែបំផ្លាញខ្ញុំតើដើម្បីអ្វីទៅស៊ូយៀនឆ្លើយយ៉ាងស្ងប់ស្ងាត់និងត្រង់ព្រោះអីព្រោះមើលមិនឃើញឯងល្អជាងអញនឹងណាតាំងពីតូចឯងរៀនមិនពូកែដូចឯងហើយថែមទាំងអត់ឪពុកតាំងពីក្មេងគួរតែរស់នៅយ៉ាងកំសត់មិនក៏ឥឡូវឯងស្រាប់តែក្រោកឈរឡើងអញ្ចឹងទាំងដែល2ឆ្នាំមុនឯងនៅអង្វរឯងជួយធ្វើការងារឲ្យសោះមិនក៏ឆ្នាំនេះអញបែរជាត្រូវពឹងឯងទើបអាចរក្សាហាងបានទៅវិញស៊ូម៉ូអញមិនសុខចិត្តទេអញតែងតែមិនសុខចិត្តប៉ុន្តែលើកនេះឯងបានឃើញហើយមែនទេអញគឺខ្លាំងជាងឯងប៉ុន្តែឯងក៏រៀងឆោតល្ងងបន្តិចដែរអញមិនអាចគ្រាន់តែដើម្បីយកឈ្នះឯងហើយធ្វើជំនួញមិនចំណេញនោះទេឲ្យតែអញរុញច្រានឯងចេញបានមួយនៅជុំវិញនេះច្បាស់ជារបស់អញហើយដល់ពេលនោះលុយមិនរត់ចូលហោប៉ៅអញដោយខ្លួនឯងទេអីខ្ញុំមិននឹកស្មានសោះថាស៊ូយៀនធ្វើបែបនេះគឺដោយសារមូលហេតុនេះសោះនេះវារឹតតែហួសចិត្តជាងពេលដែលគេយល់ច្រឡំថាខ្ញុំស៊ីលុយគេទៅទៀតក្រោយពេលស៊ូយៀនចេញទៅខ្ញុំមើលទៅប្រអប់បង្អែមផ្លែឈើនោះហើយដកដង្ហើមធំស៊ូយៀនគិតងាយពេកហើយបើចង់ធ្វើបង្អែមផ្លែឈើឲ្យឆ្ងាញ់សំខាន់មិនមែននៅលើផ្លែឈើទេគឺទឹកយ៉ាអ៊ូដែលស្រូបពីលើផ្លែឈើនោះហាងខ្ញុំអាចលក់ដាច់រហូតមកដល់ពេលនេះគឺពឹងផ្អែកលើទឹកយ៉ាអ៊ូដែលផ្សំឡើងដោយរូបមន្តសម្ងាត់ចំណែកស៊ូយៀនវិញប្រើតែទឹកយ៉ាអ៊ូប្រអប់ដែលមានលក់នៅតាមផ្សារទំនើបធម្មតាប៉ុណ្ណោះធ្វើបង្អែមផ្លែឈើបែបនេះតើអាចឆ្ងាញ់ដែរទេដូចដែលខ្ញុំបានគិតមែនខាងស៊ូយៀនឆាប់មានបញ្ហាណាស់ចាប់ពីថ្ងៃលក់ទី3មកស៊ូយៀនបានលុបចោលកម្មវិធីថែមក្រូចដោយស្ងាត់ដល់ថ្ងៃទី7ការវិតម្លៃហាងបានធ្លាក់ចុះពី 4.8 មកត្រឹម 3.0 ពេលចូលមើលកន្លែងបញ្ចេញមិត្តស្ទើរតែមានតែការវិតម្លៃអាក្រក់សុទ្ធតែអ៊ូតមពីរសជាតិទឹកយ៉ាអ៊ូមិនឆ្ងាញ់ចាប់ពីថ្ងៃទី10មកគេថែមទាំងដំឡើងថ្លៃដឹកជញ្ជូន5យន់ហើយសូម្បីតែគូប៉ុងបញ្ចុះតម្លៃក៏មិនឲ្យប្រើដែរដល់កន្លះខែហាងដឹកជញ្ជូនតាមអនឡាញរបស់គេក៏បិទតែម្ដងមិនបាច់ទីក៏ដឹងដែរថាការរកស៊ីខាតដើមនេះគេពិតជាទ្រាំលែងបានហើយតាមដំណឹងដែលសៀវចាងស៊ើបសួរបានស៊ូយៀនដើម្បីទម្លាក់តម្លៃទិញចូលពីមុនបានស្តុកទំនិញទុកយ៉ាងច្រើនឥឡូវនេះហាងអនឡាញបិទអតិថិជនទិញផ្ទាល់ក៏បាត់បង់បន្តបន្ទាប់ផ្លែឈើដែលកោទុកទាំងនោះមិនយូរប៉ុន្មានក៏ខូចអស់ជាច្រើនទាំងនេះសុទ្ធតែស្ថិតក្នុងការរំពឹងទុករបស់ខ្ញុំប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺគ្រូសាស៊ូយៀនស្រាប់តែមករកខ្ញុំឃើញខ្ញុំដោះស្លាកយីហោចុះស៊ូយៀនក៏បញ្ចែកថានេះរៀបបិទហាងហើយមែនទេស៊ឺម៉ូខំតែខ្ញុំចាត់ទុកឯងជាគូប្រជែងឯងក៏ខ្សោយពេកហើយប្រឈមមុខនឹងគ្រូសាពួកគេខ្ញុំខ្ជិលសំបីតែធ្វើពុតនេះមិនមែនជាបងជីដូនមួយដែលទើបតែទិញឡាន Mercedes ហើយប្រាប់ថាហាងរវល់រកពេលសម្រាប់គ្មាននោះទេថ្ងៃនេះហាងលេងរវល់ហើយអូមែនហើយខ្ញុំឃើញហាងអនឡាញបងបិទបាត់ហើយមិនមែនរវល់ដល់ថ្នាក់ផ្ទុះអោដររកមនុស្សជួយមិនទាន់ទើបបង្ខំចិត្តបិទហាងទេដឹងគ្រាន់តែនិយាយចប់ភ្លាមអ៊ំប្រុសក៏ទ្រាំលែងបានស៊ឺម៉ូឯងកាន់តែគ្មានការអប់រំហើយឃើញចាស់ទុំមិនចេះសំពះសួរទេធ្វើឲ្យអ៊ំប្រុសអស់សំណើចហើយប៉ាខ្ញុំស្លាប់ចោលតាំងពីតូចគ្មានអ្នកណាប្រាប់ពីច្បាប់ទម្លាប់ទាំងនេះទេបើមិនអញ្ចឹងទេចាំពេលអ៊ំប្រុសជួបប៉ាខ្ញុំជួយប្រាប់គាត់មួយម៉ាត់ផងអ៊ំប្រុសហើយក៏ខឹងសម្បាគំរាមថានឹងប្រដៅខ្ញុំជំនួសប៉ាប៉ុន្តែគ្រាន់តែនិយាយចប់ភ្លាមម៉ាក់ខ្ញុំក៏ចេញមុខមកខ្ញុំមិនទាន់ស្លាប់ទេមិនទាន់ដល់វេនគ្រួសារឯងទាំង3នាក់មកធ្វើចរិតថោកទាបនៅទីនេះទេពួកឯងមកទីនេះធ្វើអីហាងគ្មានម៉ួយឬក៏ហាងរលាយហើយប្រហែលជាត្រូវចំចំណុចខ្សោយអ្នកទាំង3ឈោថ្មឹងរកនិយាយអ្វីមិនចេញចុងក្រោយគឺស៊ឺយៀនជាអ្នកនិយាយមុនម៉ាក់កូនឯងពិតជាមនុស្សរមើលគុណមែនខំតែពួកយើងជួយជ្រោមជ្រែងប៉ុន្មានឆ្នាំនេះពួកយើងមកលើកនេះគឺឃើញហាងឯងរៀបនឹងបិទទើបមានចិត្តអាណិតចង់ជួយយកយល់ដល់ប៉ាឯងជាពួកខ្ញុំសម្រេចចិត្តហើយថ្ងៃក្រោយពួកយើងបន្តសហការគ្នាទៀតឯងបន្តលក់បង្អែមផ្លែឈើរបស់ឯងទៅខ្ញុំនឹងផ្គត់ផ្គង់ទំនិញឲ្យឯងនិយាយដល់ត្រង់នេះគេក៏បដូរសាច់រឿងភ្លាមប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយគឺត្រូវតែប្រគល់រូបមន្តទឹកយ៉ាអ៊ូនោះមកឲ្យខ្ញុំប្រគល់ឲ្យខ្ញុំហើយពួកយើងជួយគ្នាទៅវិញទៅមកខ្ញុំនឹងផ្គត់ផ្គង់ទំនិញឲ្យឯងក្នុងតម្លៃទាបបំផុតគឺចំណេញទាំងសងខាងអ៊ំប្រុសក៏និយាយបន្ថែមពីក្បែរនោះត្រូវហើយស៊ឺម៉ូមនុស្សមួយគ្រួសារមិននិយាយពាក្យពីរម៉ាត់ទេបងជីដូនមួយឯងក៏ដើម្បីសេចក្តីសុខខាងដែរឥឡូវហាងឯងក៏បើកលេងកាត់ហើយលាក់រូបមន្តនោះទុកក៏គ្មានប្រយោជន៍អីដែរខ្ញុំស្ដាប់ហើយស្ទើរតែផ្ទុះសំណាយពួកឯងមានច្រឡំអីទេកាលពីមុនពួកឯងជាអ្នកផ្ដាច់ការផ្គត់ផ្គង់ខ្ញុំឥឡូវខ្លួនឯងរកស៊ីលែងកើតបែរជាចង់មកយករូបមន្តខ្ញុំទៅវិញសម្ដីនេះធ្វើឲ្យស៊ឺយៀនមុខប្រែពណ៌មួយរំពេចប៉ុន្តែគេនៅតែនិយាយរឹងរូសថាការរកស៊ីខ្ញុំកំពុងតែល្អតើឥឡូវនេះខ្ញុំឃើញម៉ាក់កូនឯងគួរឲ្យអាណិតទើបទុកឱកាសហើយបើមិនប្រគល់ឲ្យទេហាងឯងនេះយូរនឹងឆាប់គង់តែរលាយឯងនឹងម៉ាក់ឯងទៅស៊ីខ្យល់ទៅ
ស៊ីខ្យល់ឬមិនស៊ីខ្យល់មិនបាច់រំខានបងជីដូនមួយបារម្ភទេភ្លេចប្រាប់ពួកឯងហាងថ្មីខ្ញុំនៅក្បែរនេះថ្ងៃស្អែកបើកសម្ពោធជាផ្លូវការហើយមាន2ជាន់ផ្ទាល់ដីលក់បន្លែផ្លែឈើជាន់លើធ្វើបង្អែមផ្លែឈើប្រភពទំនិញគឺផ្គត់ផ្គង់ផ្ទាល់ពីស្ថានតម្លៃថោកជាងទីផ្សារបោះដុំរបស់ឯងទៅទៀតថ្ងៃក្រោយបើឯងគ្មានលុយទិញទំនិញចូលមកកន្លែងខ្ញុំអាចពិចារណាលក់បញ្ចុះតម្លៃឲ្យឯងបន្តិចបន្តួចគ្រាន់តែនិយាយចប់ស៊ឺយៀនក៏គាំងស្ដោកឯងថាម៉េចផ្សារទំនើបបន្លែផ្លែឈើដែលកំពុងជួសជុលនៅក្បែរនេះជារបស់ឯងពេលនេះមុខរបស់ស៊ឺយៀនឡើងស្លេកស្លាំងចុះបើមិនអញ្ចឹងជារបស់ឯងនិយាយបណ្ដាខ្ញុំក៏យកទូរស័ព្ទដៃមកបើកមើលកាមេរ៉ាសុវត្ថិភាពហាងក្បែរនោះនៅលើធ្នើដាក់ពេញទៅដោយផ្លែឈើស្រស់ក្នុងទូទឹកកកមានរៀបចំទឹកយ៉ាអ៊ូសម្ងាត់របស់ខ្ញុំយ៉ាងមានរបៀបបុគ្គលិកកំពុងតែសម្អាតចុងក្រោយហាងថ្មីខ្ញុំថ្ងៃស្អែកបើកសម្ពោធ3ថ្ងៃដំបូងទិញបង្អែមផ្លែឈើមួយថែមមួយផ្លែឈើលក់តាមតម្លៃដើមអញគិតថាមនុស្សម្នានឹងទៅហាងអញហូបបង្អែមផ្លែឈើស្រូបទឹកយ៉ាអ៊ូប្រអប់ឬក៏មកហាងខ្ញុំភ្លក់រសជាតិដើមអ្នកទាំង3សម្លឹងមើលអេក្រង់ទូរស័ព្ទរបស់ខ្ញុំទឹកមុខកាន់តែអាក្រក់ទៅអ៊ំប្រុសទប់អារម្មណ៍យូរទើបនិយាយចេញមកមួយឃ្លាថាឯងបានរៀបចំផែនការទុកជាមុនហើយមែនទេចុះអ៊ំឯងគិតថាម៉េចស៊ឺយៀនធ្លាប់និយាយថាបើចង់បំផ្លាញវាត្រូវតែបណ្ដោយឲ្យវាបានចិត្តសិនខ្ញុំគ្រាន់តែធ្វើតាមសម្ដីអ៊ំទុកពេលឲ្យអ៊ំបានចិត្តឲ្យគ្រប់គ្រាន់តែប៉ុណ្ណោះអ៊ំគិតថាតម្លៃថោកអាចឈ្នះមែនទេធ្វើអាជីវកម្មគឺពឹងផ្អែកលើកេរ្តិ៍ឈ្មោះនិងគុណភាពមិនមែនប្រើល្បិចប្រកួតប្រជែងតម្លៃនោះទេអ៊ំយកទឹកដោះគោជូរប្រអប់មកបោកប្រាស់អតិថិជនលក់ខាតដើមដើម្បីដណ្ដើមម៉ួយយូរីឆាប់វានឹងវីបកមកលើខ្លួនឯងវិញមិនខានឃើញទឹកមុខអស់សង្ឃឹមរបស់ពួកគេខ្ញុំក៏បន្តចាក់ដោតទៀតថាកុំខ្វល់ពីខ្ញុំអីមានពេលទៅមើលផ្លែឈើចិត្តរលួយពេញឃ្លាំងរបស់អ៊ំទៅហើយគិតមើលថាត្រូវសងបំណុលឡានយ៉ាងម៉េចទៅសម្ដីនេះប្រៀបដូចជាចម្បាំងចុងក្រោយដែលសង្កត់ស៊ឺយៀនឲ្យដួលរលំទាំងស្រុងមុនពេលចេញទៅគេបានសម្លឹងមកខ្ញុំយ៉ាងកាច់សាហាវល្អណាស់ចាំមើលទៅប៉ុន្មានថ្ងៃក្រោយមកហាងថ្មីរបស់ខ្ញុំបានបើកដំណើរការយ៉ាងរលូន3ថ្ងៃមុនពេលបើកសម្ពោធមានប្រូម៉ូសិនទិញផ្លែឈើក្រឡុកមួយថែមមួយប៉ុន្តែតម្លៃនៅតែ25យ៉នក្នុងមួយកែវដដែលខ្ញុំតែងតែផ្ដោតលើគុណភាពមិនខ្ជិលប្រកួតប្រជែងតម្លៃនោះទេទោះបីជាតម្លៃមិនចុះក៏ដោយមិនថាការបញ្ជាទិញតាមអនឡាញឬមកទិញផ្ទាល់នៅហាងគឺមានអតិថិជនទិញមិនដាច់សោះខ្ញុំរវល់ស្ទើរតែរកពេលសម្រាប់គ្មានចំណែកស៊ីវចាងហាន់ផ្លែឈើឡើងចុកដៃម៉ាក់ខ្ញុំក៏ហៅមិត្តភក្តិគាត់មកជួយលក់ផ្លែឈើតែម្ដងនៅក្នុងហាងមានមនុស្សណែនតាន់តាប់អ៊ូអរខ្លាំងណាស់ប៉ុន្តែខ្ញុំស្មានថាឆ្លងកាត់រឿងរញ៉េញ៉ៃពីមុនមកស៊ឺយៀនគួរតែបញ្ឈប់ហើយនឹកស្មានមិនដល់ថាគេនៅតែមិនព្រមឈប់នៅតែបន្តតាមរំខានទៀតខាងគេបានទម្លាក់តម្លៃផ្លែឈើក្រឡុកមកត្រឹម 13.8 យ៉នក្នុងមួយប្រអប់ហើយនៅតែរក្សាចំណុះ 1100 មីលីលីត្រដែរខ្ញុំពិតជាមិនដឹងថាគេឈួតឬយ៉ាងណាទេឬមួយក៏មានប្រភពទិញទំនិញតម្លៃថោកដែលខ្ញុំមិនធ្លាប់ដឹងប៉ុន្តែមើលទៅស្ថានភាពរបស់គេមិនដូចជាកំពុងរកស៊ីខាតដើមនោះទេដោយការគិតមែនមនុស្សជាច្រើនដែលចូលចិត្តរបស់ថោកនៅតែជ្រើសរើសទិញខាងគេប៉ុន្តែវាមិនសូវប៉ះពាល់ដល់អាជីវកម្មរបស់ខ្ញុំទេរវល់ជាប់គ្នាប៉ុន្មានថ្ងៃហាងថ្មីរបស់ខ្ញុំកាន់តែមានឈ្មោះបោះសម្លេងប៉ុន្តែខណៈពេលកំពុងរវល់ស្រាប់តែមានមន្ត្រីអនាម័យ2នាក់ចូលមកក្នុងហាងគ្រាន់តែចូលមកដល់ក្នុងហាងមន្ត្រីក៏បង្ហាញបានសម្គាល់ខ្លួនសួស្ដីយើងទទួលបានសេចក្តីរាយការណ៍ថាមានគេរាយការណ៍ថាទឹកដោះគោជូរក្នុងផ្លែឈើក្រឡុករបស់អ្នកមានលីសារធាតុធ្វើឲ្យខាប់ច្រើនសូមសហការក្នុងការត្រួតពិនិត្យផងប៉ុន្តែខ្ញុំតែងតែគោរពច្បាប់យកចិត្តទុកដាក់លើអនាម័យនិងសុវត្ថិភាពចំណីអាហារដូច្នេះខ្ញុំមិនខ្លាចទេចំណែកមន្ត្រីបន្ទាប់ពីឆែកឆេរយ៉ាងល្អិតល្អន់ក្នុងឃ្លាំងនិងកន្លែងធ្វើការរួចក៏រកមិនឃើញសារធាតុធ្វើឲ្យខាប់នោះទេប៉ុន្តែពេលដែលពួកគេត្រួតពិនិត្យរួចរាល់ហើយរៀបនឹងចាក់ចេញស្រាប់តែអ៊ំប្រុសស្ទុះចូលមកពីក្រៅហាងខ្ញុំឃើញផ្ទាល់ភ្នែកថាគេលាក់សារធាតុធ្វើឲ្យខាប់នៅក្នុងទូខាងក្នុងបំផុតនៃផ្ទះបាយប្រកាសជាពួកឯងលួចប្ដូរកន្លែងអំបញ្ញមិញនេះហើយគាត់មានអារម្មណ៍រំភើបហើយថែមទាំងចង់ដើរទៅទីងទូទៀតផងប៉ុន្តែត្រូវបានបុគ្គលិកឃាត់ជាប់ចំណែកខ្ញុំក៏បើកមើលកាមេរ៉ាសុវត្ថិភាពនៅលើជញ្ជាំងតែម្ដងស៊ឺជៀនក៏អ៊ំឯងកុំមកសម្ដែងអីយើងរវល់រកស៊ីគ្មានពេលមកលេងសើចជាមួយអ៊ំឯងទេកាមេរ៉ាសុវត្ថិភាពបង្ហាញថាយប់មិញនេះអ៊ំប្រុសបានគាស់ទ្វារក្រោយហាងចូលមកក្នុងផ្ទះបាយគាត់លួចលាក់យករបស់មួយកញ្ចប់ចេញពីកាបូបហើយញាត់ចូលក្នុងជ្រុងទូរបស់នោះខ្ញុំយកចេញតាំងពីយូរមកហើយអ៊ំប្រុសអ៊ំឯងគិតថាផ្ទះអ្នកណាក៏កេងចំណេញដូចផ្ទះអ៊ំឯងសូម្បីតែកាមេរ៉ាសុវត្ថិភាពក៏គ្មានដែរមែនទេពេលដែលអ៊ំប្រុសរៀបនឹងត្រូវមន្ត្រីនាំខ្លួនទៅស៊ើបអង្កេតស្រាប់តែអ៊ំស្រីរត់មកយ៉ាងប្រញាប់ប្រញាល់មិនស្រួលទេជាងកឯងឆាប់ជួយសៀវយានទៅគេទើបតែត្រូវប៉ូលីសចាប់ខ្លួនទៅហើយមានមនុស្សជាច្រើនញ៉ាំផ្លែឈើក្រឡុករបស់គេហើយក្អួតចង្អោររៀបរស់រថយន្តសង្គ្រោះបន្ទាន់មកដល់ប៉ុន្មានគ្រឿងឯណោះក្រោយមកបន្ទាប់ពីការស៊ើបអង្កេតបញ្ជាក់ទើបខ្ញុំដឹងថាតាមពិតផ្លែឈើក្រឡុកតម្លៃថោក 13.8 យ៉នរបស់ស៊ឺយៀនគ្មានប្រភពទិញទំនិញតម្លៃថោកអ្វីនោះទេគឺពឹងផ្អែកលើផ្លែឈើខូចគុណភាពនិងសារធាតុបន្ថែមខុសច្បាប់ដើម្បីកេងចំណេញពេលដែលនាយកដ្ឋានត្រួតពិនិត្យទីផ្សារចុះមកត្រួតពិនិត្យពួកគេបានរកឃើញផ្លែឈើដុះផ្សិតគោដូចភ្នំនៅក្នុងឃ្លាំងឃើញហើយទាំងតែម្ដងស៊ឺយៀននិងស៊ឺជៀនក៏ច្បាស់ជាត្រូវជាប់គុកមិនខានហាងរបស់ស៊ឺយៀនក៏ត្រូវបានបិទភ្លាមនិងបិទលិខិតហាមឃាត់ពេញនឹងឡាន Mercedes ដែលទិញបង់រំលោះគ្មានប្រាក់កក់ដើម្បីបង្អួតគេនោះដោយសារតែដាច់លុយបង់ប្រចាំខែមិនយូរប៉ុន្មានក៏ត្រូវបានក្រុមហ៊ុនហិរញ្ញវត្ថុដកហូតយកទៅវិញគ្រួសាររបស់ស៊ឺយៀនក្លាយជាប្រធានបទសើចចំអករបស់អ្នកជិតខាងភ្លាមក្រោយមកទើបខ្ញុំដឹងថាកាលពីមុនស៊ឺយៀនដើម្បីប្រកួតប្រជែងអាជីវកម្មជាមួយខ្ញុំបានស្តុកទំនិញយ៉ាងច្រើនដើមទុនសម្រាប់ទម្លាក់តម្លៃគឺខ្ចីពីសាច់ញាតិទាំងអស់សាច់ញាតិទាំងនោះគិតថាគេអាចរកលុយបានច្រើនក៏ឲ្យខ្ចីដោយមិនស្ទាក់ស្ទើរ
ឥឡូវនេះស៊ឺយានអស់ទាំងលុយអស់ទាំងមនុស្សលុយដែលជំពាក់ក៏ទាមិនបានមួយសេនពួកគេម្នាក់ខឹងស្ទើរឈួតតែធ្វើអ្វីមិនបានឃើញអាជីវកម្មរបស់ខ្ញុំកាន់តែរីកចម្រើនសាច់ញាតិទាំងនោះក៏មកសួរសុខទុក្ខខ្ញុំម្ដងទៀតប៉ុន្តែខ្ញុំមិនខ្វល់ពីពួកគេទេទៅថ្ងៃមុខខ្ញុំគ្រាន់តែចង់គ្រប់គ្រងអាជីវកម្មរបស់ខ្ញុំឲ្យបានល្អរក្សាឧត្តមគតិធ្វើរបស់មានគុណភាពនិងរស់នៅយ៉ាងសុខសាន្តជាមួយម៉ាក់របស់ខ្ញុំ